បញ្ហាស្ទះនៅបន្ទប់ទឹកអានេះស៊ីហ្វុងរបស់គាត់គឺនៅពេលដែលគាត់ប្រើប្រាស់ទឹកនៅជាន់ទី1ជាន់ទី2គឺវាមានបញ្ហាច្រាលចុះមកជាន់តដីធ្វើឲ្យវាមានបញ្ហាច្រាលលិចនៅបន្ទប់ក្រោមនៅក្រុមជាងកំពុងតែជួសជុលនៅបញ្ហានេះជូនគាត់ទាក់ទងជាមួយនឹងបញ្ហានេះគឺភាគច្រើនប្រព័ន្ធវីដេអូគឺវាមានបញ្ហាស្ទះសម្រាប់បងប្អូនមានបញ្ហាដូចវីដេអូនេះអីអាចទាក់ទងមកកាន់ក្រុមជាងយើងខ្ញុំបានយើងខ្ញុំមានបច្ចេកទេសនៅក្នុងការជួសជុលហើយធ្វើឲ្យប្រព័ន្ធវីដេអូស្អាតគឺទឹកហូរធម្មតាវិញណាគឺតោះទឹកមើលទឹកហូរធម្មតាវិញហើយពីបន្ទប់លើមកក៏វាច្រាលចេញ